bởi dương thưa tầm náo dương hot dương sầm ra mà rịa sẵn bây giờ cầm lắng hay thưa tầm nào từ một tiệt dạng na chặt bà dương nó có thời miền tây và lìa sầm ra bà mình chẳng ấy về miền Pành Hà vul vul hay dương cục cồn chặt lên bàn sầm ra chặt trong sầm đào từ lư dương dược chặt nó một chỗ nó khôngคุณธรមកប្រស្រ័យជាមួយនឹងអារម្មណ៍ដែលល្អដែលនាំឲ្យកើតកុសលឧទាហរណ៍ថាស្ដាប់ធម៌នឹកដល់គុណពុទ្ធពធប្រសង្ឃចម្រើនសមាធិរក្សាចិត្តនឹងឲ្យនឹងថឹងរឹងប៉ឹងអញ្ចឹងចិត្តនឹងបានមកសម្រាកនៅក្នុងគុណជំរកគឺគុណធម៌មិនសូវក្តៅក្រហាល់កាហាយនឹងរឿងរ៉ាវខាងក្រៅច្រើនពេកទេរឿងរ៉ាវយើងនៅតែប្រឈមមុខយើងនៅតែដោះស្រាយពីព្រោះយើងមិនអាចជៀសរួចបានទេត្រូវប្រស្រ័យតាក់ទងត្រូវប្រកបមុខរបរទទួលទានត្រូវទទួលខុសត្រូវចាំកូនចាំចៅជាដើមប៉ុន្តែក៏មិនអាចបដោយឲ្យចិត្តនឹងដើរកាត់វាលក្តៅវាលខ្សាច់នឹងមួយថ្ងៃ24ម៉ោងអត់មានសម្រាកសោះគ្រោះថ្នាក់រហូតដល់អ្នកខ្លះគេងអត់លក់កើតជំងឺមួម៉ៅស្មុគស្មាញតុកសិកពិបាកចិត្ត stress វាធ្វើឲ្យស្ថានភាពផ្លូវចិត្តនឹងដុនដាបមែនតើអញ្ចឹងតើយើងរៀនស្វែងរកជំរកផ្លូវចិត្តអាស្រ័យនឹងទីកន្លែងណាឧទាហរណ៍ថាបានមកកន្លែងបច្ចេកដីដើមពោធិព្រឹកឬក៏ទីសក្ការៈបូជាយើងមានឱកាសថ្វាយបង្គំនមស្ការធ្វើចិត្តឲ្យស្ងប់មួយរយៈពេលអញ្ចឹងទៅក៏វាចិត្តរបស់យើងនឹងក៏ស្ងប់រងាប់បន្តិចអញ្ចឹងទៅហើយវាតតែឧស្សាហ៍ជ្រោកក្រោមម្លប់នឹងនៅពេលធ្វើដំណើរមួយថ្ងៃហ្នឹងខ្សែគប់មិត្តល្អមានពេលស្ដាប់ធម៌មានពេលចម្រើនសមាធិដង្ហើមចេញដង្ហើមចូលឬក៏ផ្សាយមេត្តាចិត្តសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងទៅយើងដូចថាមានមលុបប្រធរហ្នឹងជាជំរកយើងមិនសូវក្តៅក្រហល់កាហាយដោយរឿងរ៉ាវខាងក្រៅនឹងដោយកម្ដៅអកុសលមានចំណែននិន្ទាឈ្នាននេះគំនុំគុំគួនពាក្យពេចន៍សម្ដីអ្នកដតីអីហ្នឹងពេលខ្លះវាភ្លើងធ្វើឲ្យយើងក្តៅអញ្ចឹងយើងកិច្ចពីកម្ដៅអកុសលមកជ្រោកនៅក្នុងមលុបគុណធម៌សេចក្តីល្អអាហ្នឹងវាស្រស់ចិត្តរបស់យើងឲ្យមិនសូវក្តៅក្រហាយចិត្តរបស់យើងនោះវាលពលពោចដូចស្វាអញ្ចឹងលូតពីដើមឈើមួយទៅដើមឈើមួយចេញពីអារម្មណ៍មួយទៅរកអារម្មណ៍មួយគិតពីអ្នកនេះហើយទៅគិតពីអ្នកនោះគិតរឿងនេះគិតរឿងនោះគិតរឿងកន្លងមកហើយខ្លះទៅមុខខ្លះវិលវល់បើយើងមិនបានរក្សាចិត្តដោយសតិស្មារតីឲ្យបានល្អទេកើតជំងឺបញ្ហាច្បុកច្បល់ច្រើនណាស់អញ្ចឹងតើមានអង្គរៈអ្នកការពារចិត្តរបស់យើងនឹងតាមដានចិត្តនឹងជាប្រចាំបានដល់សតិឬក៏ស្មារតីនឹងនៅក្នុងធម៌លោកហៅសទាសតោឲ្យមានសតិជាប្រចាំសទានឹងវាថាជាប្រចាំជានិច្ចកាលមើលថាចិត្តហ្នឹងវាដើរនៅក្នុងផ្លូវអីក្នុងផ្លូវល្អឬក៏ផ្លូវមិនល្អវាទៅគិតរឿង
ខឹងចំណែនស្អប់គុំគួនដៅកាហាយរវើរវាយឬក៏វានៅក្នុងគុណធម៌កុសលធម៌មេត្តាករុណាសតិបញ្ញាហើយយើងតើកំណត់ដឹងថាមួយណាជាសត្រូវរបស់ចិត្តមួយណាជាកល្យាណមិត្តមិត្តល្អរបស់ចិត្តឧទាហរណ៍ថាខឹងអន់សពុនចិត្តមួម៉ៅក្តៅខាយចំណែននិន្ទាឈ្នានេះស្ដាយភ័យព្រួយហ្នឹងយើងកំណត់ដឹងថានឹងជាសត្រូវរបស់ចិត្តវាមកលួចប្លន់សេចក្តីសុខពីចិត្តយើងពេលវាមកដឹងថាអូវាមកលួចប្លន់សេចក្តីសុខពីចិត្តហើយវិធីសាស្ត្រធ្វើម៉េចចេញពីចិត្តមិនល្អហ្នឹងចេញពីអកុសលទាំងអស់ហ្នឹងឧទាហរណ៍ថាមិនចំណែនទេយកបញ្ញាមុទិតាមកបញ្យលមុទិតាត្រេកអរនឹងគេបានជោគជ័យចម្រើននឹងបញ្ញាបញ្យលប្រាប់ខ្លួនឯងថាអានឹងបុណ្យរបស់គេទេគេខំប្រឹងប្រែងមកគេខំសំមកគេបានប៉ុណ្ណឹងអញ្ចឹងត្រេកអរនឹងគេទៅអញ្ចឹងវាមកទប់ស្កាត់អកុសលសត្រូវគឺចំណែនអ៊ីសាហ្នឹងហើយឧទាហរណ៍ថាបើមានកំហឹងទោសៈបន្ទុសរាយនឹងអារម្មណ៍ហ្នឹងយើងជួបយើងអត់ពេញចិត្តយើងមួម៉ៅយើងកំណត់ដឹងថាអូចិត្តអញខឹងហើយតើមានបញ្ញាមកពយល់ថារឿងរ៉ាវក្នុងជីវិតដែលយើងជួបហ្នឹងវាមានហេតុរបស់វាទើបវាមានផលមកចឹងវាមានកម្មជាអ្នកផលិតផលឲ្យជួបរឿងមិនល្អអញ្ចឹងអ្វីមិនមែនជារឿងចៃដន្យទេយើងមានកម្មរបស់យើងបានជួបរឿងអកុសលវិបាកផលមិនល្អហ្នឹងហ្នឹងរៀនស្វែងយល់អំពីដំណើរនៃហេតុផលអញ្ចឹងទៅយើងអត់ឆ្លោះជាមួយនឹងផលទេយើងជួបហើយយើងដោះស្រាយទៅត្រូវខាតទៅចំណេញត្រូវប្រឈមមុខយ៉ាងម៉េចយើងដោះស្រាយអត់ឆ្លោះជាមួយនឹងរឿងអារម្មណ៍ដែលកើតឡើងហ្នឹងឯងអញ្ចឹងយើងទៅមុខទៀតហើយយើងមានអារម្មណ៍ផ្សេងទៀតត្រូវជួបអាចជាអារម្មណ៍ល្អក្តីមិនល្អក្តីយើងយកវាជាបទពិសោធន៍ជាមេរៀនហើយយើងទៅមុខទៀតតែអត់សំពីងសំពងឯងយើងតើឡើយយើងមានសតិនឹងតាមដានចិត្តនឹងជាប្រចាំសតិនឹងនៅនឹងកាយនៅនឹងសកម្មភាពដេកដើរឈរអង្គុយនិយាយស្ដីស្លៀកពាក់ញ៉ាំចុកហ្នឹងឲ្យស្មារតីហ្នឹងនៅនឹងខ្លួនជាប្រចាំកុំឲ្យវាធ្វើទាំងអត់ដឹងខ្លួនឬក៏ភ្លឹកតែភ្លឹកវានាំឲ្យមានបញ្ហាខួរក្បាលពេលទៅថ្ងៃខាងមុខបញ្ហាស្មារតីហ្នឹងសតិហ្នឹងនៅនឹងសកម្មភាពដេកដើរឈរអង្គុយជាប្រចាំហើយតាមដានមើលស្ថានភាពចិត្តរបស់យើងជាប្រចាំបើវានៅក្នុងផ្លូវខុសត្រូវរកវិធីសាស្ត្រទាញមកខ្សែគប់មិនល្អស្ដាប់ធម៌អានសិភៅធម៌ឬក៏សមាធិឬក៏ដូរអារម្មណ៍ទៅណាសិនឲ្យដើម្បីឲ្យចិត្តនឹងវាចេញផុតអំពីអារម្មណ៍នាំឲ្យក្តៅក្រហាយនឹងអានឹងបើចិត្តយើងមិនទាន់រឹងប៉ឹងខ្លាំងណាតែសម្រាប់អ្នករឹងប៉ឹងខ្លាំងគេអាចដោះស្រាយប្រឈមមុខនៅពេលដែលមានបញ្ហាផ្ទាល់ហ្នឹងក៏បានដែរអញ្ចឹងយើងអាស្រ័យកល្យាណមិត្តអាស្រ័យអារម្មណ៍ដែលធ្វើឲ្យចិត្តយើងរីករាយនឹកដល់បុគ្គលជាទីគោរពនឹកដល់ពុទ្ធពធប្រសង់នឹកដល់អំពើល្អដែលយើងបានធ្វើហើយនឹកដល់អ្នកដែលធ្លាប់ថាមានចិត្តនឹងណោអញ្ចឹងយើងយកបុគ្គលនឹងជាគំរូយើងកាត់បន្ថយឲ្យកំហឹងអីហ្នឹងអញ្ចឹងមានសតិជាប្រចាំហើយមានបញ្ញានៅក្នុងស្ថិតឋានសួគ៌លោកហៅសម្បជញ្ញៈអញ្ចឹងពន្យល់ខ្លួនឯងមិនឲ្យកើតទុកជាមួយនឹងរឿងនឹងខ្លាំងហើយនឹងតើឡើយយើងមានទាំងពីរយើងមានទាំងសតិមានទាំងសម្បជញ្ញៈទៅជាមួយទើបយើងបានធូរស្បើយ
ពីការរវើរវាយស្មុគស្មាញមួម៉ៅប្រឆាំងនឹងអារម្មណ៍ដែលកើតឡើងហ្នឹងអាហ្នឹងយើងអត់លែងសូវមានបញ្ហាផ្លូវចិត្តដែរបើទោះបីយើងកើតក្នុងផ្ទៃម៉ែតែមួយក៏ដោយប៉ុន្តែវាសនារបស់យើងនឹងមិនដូចគ្នាទេនឹងអាចមកពីសម្ពាយបនយើងផ្សេងគ្នានឹងការប្រឹងប្រែងរបស់យើងក្នុងពេលបច្ចុប្បន្នហ្នឹងមិនដូចគ្នាបើបុគ្គលនឹងធ្លាប់ចំម៉ែចំឪធ្វើទានរក្សាសិលជួយសង្គ្រោះអ្នកដទៃច្រើនបននឹងធ្វើឲ្យអ្នកនឹងមានសំណាងល្អជួបមនុស្សល្អប្តីប្រពន្ធល្អរស់ស៊ីក៏បានរីកចម្រើនលឿនចឹងទៅកូនខ្លះទៀតបនតិចពីអតីតមកចឹងជួនកាលរូបមិនស្អាតចូលចិត្តខឹងច្រើនទៅហើយចំណេះវិជ្ជាបញ្ញាញាណហ្នឹងក៏តិចដោយសារយើងមិនសូវសមការរៀនសូត្រហើយមិនសូវបានធ្វើទានកំណាញ់មិនសូវចាំម៉ែចាំឪអីពីដើមមកនឹងធ្វើឲ្យជោគវាសនាអ្នកហ្នឹងទាបចឹងទៅអាហ្នឹងកម្លាំងកម្មពីអតីតប៉ុន្តែបើបុគ្គលហ្នឹងប្រឹងប្រែងរៀនសូត្រតស៊ូព្យាយាមក្នុងពេលបច្ចុប្បន្នបន្ថែមអានឹងអាចជួយយឹតយោងធ្វើឲ្យជោគវាសនានឹងបានប្រសើរបើនៅក្នុងធម៌និយាយអំពីមកងងឹតទៅវិញភ្លឺកើតមកក្រប៉ុន្តែប្រឹងប្រែងទៅធ្វើឲ្យចម្រើនជីវិតជាចុងក្រោយទៅវិញជីវិតថ្មីនេះល្អអញ្ចឹងយើងគួរកុំមានចិត្តចំណែននន្ទាឈ្នានេះគេឯងអ្នកខ្លះមិនបានអប់រំចិត្តហ្នឹងសំបីតាបងប្អូនខ្លួនឯងហ្នឹងក៏ចំណែនហើយទៅខឹងម៉ែខឹងឪថាស្រឡាញ់តាអ្នកនេះអត់ស្រឡាញ់ខ្ញុំអញ្ចឹងបានខ្ញុំក្រអញ្ចឹងបានខ្ញុំល្ងងតាមពិតទៅម៉ែឪស្រឡាញ់កូនទាំងអស់គ្នាហ្នឹងប៉ុន្តែកម្លាំងកម្មរបស់កូនហ្នឹងមិនដូចគ្នាអញ្ចឹងមិនអាចឲ្យវាសនារបស់កូននឹងបានដូចគ្នាទេទឹកចិត្តម៉ែឪនៅតែជួយហើយជួយអ្នកដែលពិបាកនឹងជួយច្រើនជាងគេទៀតផងអញ្ចឹងយើងគួររីករាយជាមួយនឹងសេចក្តីសុខការរីកចម្រើនរបស់បងប្អូនយើងហើយយើងប្រឹងប្រែងសាងបុណ្យកុសលជាមួយពុកម៉ែយើងតាមកម្លាំងធនធានធ្វើបុណ្យធ្វើកុសលចែករំលែកសេចក្តីស្រឡាញ់ទឹកចិត្តល្អភាពរស់រាយរាក់ទាក់សិលអាហ្នឹងយើងអត់មានទ្រព្យធ្វើយើងធ្វើតាមកម្លាំងរបស់យើងធ្វើតាមពាក្យសម្ដីរបស់យើងមុខមាត់របស់យើងរស់រាយរាក់ទាក់ជាកម្លាំងសិលអាហ្នឹងក៏ជួយយើងឲ្យបានចម្រុងចម្រើនដែរនៅក្នុងរឿងពុទ្ធសាសនាមួយភិក្ខុមួយអង្គលោកខ្សត់បន់មិនសូវបានធ្វើទានអញ្ចឹងធ្វើឲ្យមកបួសហើយហ្នឹងក៏អត់មានញាតិញោមណានិមន្តទៅបន់ទៅទានដែរខ្សត់ដែរគេមិនសូវស្គាល់បានព្រះអង្គប្រាប់ឲ្យភិក្ខុអង្គហ្នឹងអាសាយកទឹកមកដាក់កន្លែងប្រសង់លាងជើងដងទឹកសម្រាប់ប្រសង់ឆាន់រៀងរាល់ថ្ងៃអញ្ចឹងទៅដោយកម្លាំងបន់ពេលបច្ចុប្បន្នញាតិញោមពុទ្ធបរិស័ទឃើញលោកអាសាក៏ស្រឡាញ់រាប់អាននិមន្តលោកទៅបន់ប្រគេនចង្ហាន់អញ្ចឹងទៅដោយកម្លាំងបន់បច្ចុប្បន្នហ្នឹងឯងអញ្ចឹងម្នាក់
មានកម្លាំងកម្មហ្នឹងផ្សេងគ្នាទាំងកម្លាំងកម្មអតីតទាំងកម្លាំងកម្មបច្ចុប្បន្នយើងបានប៉ុណ្ណឹងដោយសារយើងដាំហេតុមកប៉ុណ្ណឹងអញ្ចឹងយើងគួររីករាយជាមួយបុណ្យគេហើយយើងផឹងសាងបុណ្យខ្លួនឯងឲ្យបានច្រើនយើងធ្វើអំពើល្អតាមពិតទៅមិនមែនគ្រាន់តែធ្វើដើម្បីអ្នកដទៃឲ្យគេឃើញថាយើងល្អអីទេអាហ្នឹងយើងជួយគេដោយចិត្តករុណាប៉ុនចុងក្រោយបនហ្នឹងជួយយើងវិញអញ្ចឹងអត់បាត់បង់ណាទ្រព្យសម្បត្តិកម្លាំងពលំការលះបង់ហ្នឹងជាពូជនៃសេចក្តីសុខរបស់យើងទៅថ្ងៃអនាគតតែបើថាយើងត្រូវហត់នឿយចំណាយកម្លាំងចំណាយលុយមែនប៉ុន្តែបានបនមកវិញឧបមាដូចយើងធ្វើស្រែអញ្ចឹងសួរហត់ទេចំណាយដូចគ្នាហ្នឹងប៉ុន្តែយើងសង្ឃឹមថាបានអីមកវិញញោមបានផលមកវិញប៉ុន្តែយើងធ្វើល្អហ្នឹងមិនមែនយើងអង្គុយចាំមើលអញធ្វើល្អមួយវាធ្វើល្អមួយវិញអត់អាហ្នឹងខាតបនវិញពីព្រោះគេហៅថាបនហ្នឹងមានលោភៈជាបរិវារមានន័យថាយើងអង្គុយចាំចង់បានពីអ្នកហ្នឹងណាប៉ុន្តែបើយើងធ្វើដោយសុទ្ធចិត្តជួយឃើញគ្នាពិបាកអញ្ចឹងទោះជាគាត់នឹងដឹងយើងក្តីមិនដឹងយើងក្តីរឿងអ្នកចោះប៉ុន្តែខ្ញុំបានធ្វើបនរួចហើយបើគាត់នឹងដឹងគុណយើងសប្បាយចិត្តថាអូមនុស្សនេះមានកំណើតខ្មែរយើងជួយចិត្តនិយាយអញ្ចឹងណាហ្នឹងហើយមនុស្សនេះទៅមុខបានឆ្ងាយបើយើងជួយឲ្យគាត់មិនដឹងគុណអាណិតណាទៅមុខអត់ឆ្ងាយទេព្រោះបាបហ្នឹងវាទាញមិនឲ្យទៅមុខហ្មងអកតញ្ញូហ្នឹងអញ្ចឹងយើងអត់តូចចិត្តនឹងគេមិនដឹងគុណយើងទេណាញោមណាហ្នឹងហើយយើងធ្វើបន់ហើយតារឿងដឹងមិនដឹងជារឿងរបស់អ្នកប៉ុន្តែបើមិនដឹងបាបធ្វើឲ្យអត់ខ្ពង់ខ្ពស់ទេអញ្ចឹងណាញោមណាអនុមោទនាអាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលតូចរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបវាទុករឿងសៅមកនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬបត់ស្ដាំរើសបានតែមួយបន់ជួយអ្នកឲ្យជួបមនុស្សល្អឲ្យសម្រេចចិត្តត្រូវឲ្យការងារងាយនឹងបានសម្រេចផលព្យាយាមសាងបុណ្យឲ្យបានរឿយបុណ្យមិនភ្លេចម្ចាស់វាទេរបៀបគិតច្នៃជីវិតអ្នកបើអ្នកទម្លាប់គិតបែបណាខ្សែជីវិតអ្នកនឹងធ្លាក់ក្នុងគន្លងនោះដែរទម្លាប់សន្សំចិត្តល្អចិត្តជាកុសលចិត្តតស៊ូព្យាយាមធ្វើវា
ឲ្យជាទម្លាប់ក្នុងជីវិតអ្នកខ្លះអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអ្នកមិនអាចគ្រប់គ្រងអនាគតកាលបានទាំងស្រុងទេប្រុងប្រៀបតែក៏ត្រូវចេះព្រមតាមជាក់ស្ដែងទើបមិនសូវកើតទុក្ខខ្លាំងចិត្តមួម៉ៅច្រើនទៅរារាំងបុណ្យចាស់មិនងាយឲ្យផលបុណ្យខ្លាចមុខអ្នកមួម៉ៅច្រើនតម្លៃរបស់មនុស្សមួយគឺតម្លៃសម្ដីអញ្ចឹងយើងរៀននិយាយតាមសម្ដីអ្នកប្រាជ្ញមានលក្ខណៈ5ទី1និយាយពាក្យពិតដែលយើងធ្លាប់កុហកគេថ្ងៃក្រោយគេដូចថារៀងលែងទុកចិត្តឧទាហរណ៍ថាប្តីទៅដើរលេងអញ្ចឹងថាហើយកុហកប្រពន្ធថាជក់មួយមេប្រជុំថ្ងៃក្រោយនិយាយម្ដងទៀតគេលែងទុកចិត្តឬក៏ថាយើងសន្យាមួយគេថាយកលុយសងគេថ្ងៃស្អែកថាបាត់ឈឹងហើយក្រោយនិយាយសន្យាទៀតគេលែងទុកចិត្តអញ្ចឹងទី1គឺថាធ្វើម៉េចរក្សាតម្លៃពាក្យពិតនឹងឲ្យបានម៉ាត់ណាម៉ាត់នឹងអានឹងទើបថ្ងៃក្រោយនិយាយទៅវាមានតម្លៃឬក៏យើងហៅមួយទៀតថាវាមានទឹកមាត់ប្រាជ្ញទី1គឺថានិយាយពាក្យពិតទី2ពាក្យនឹងមានប្រយោជន៍ដល់អ្នកស្ដាប់វាបានគេចម្រើនដោយចំណេះដឹងចម្រើនដោយបញ្ញាស្មារតីហើយចម្រើនដោយគុណធម៌ស្ដាប់ពាក្យគាត់នឹងទៅគឺថាតិចស្ដាប់គាត់នឹងទៅគឺថាបានចម្រើនដោយបញ្ញាដូចថាភ្លឺផ្លូវអញ្ចឹងទៅហើយដល់ពេលតម្លៃនៃពាក្យពេចន៍នឹងវាធ្វើឲ្យអ្នកនឹងបានចម្រើនគេស្រឡាញ់គេចូលចិត្តហើយពាក្យពេចន៍នឹងវាមានប្រយោជន៍ដល់អ្នកស្ដាប់ហ្នឹងអញ្ចឹងទី2មានប្រយោជន៍ទី3តើនិយាយពាក្យហ្នឹងវាចូលទៅជាគេដែរវាមិនមែនម៉ងម៉ាំងឲ្យថាអាងតែគេកូនចៅយើងស្រាប់តែលាងយកបរោយហែងស្អីខ្ញុំអញវាខ្ជិលស្អីជួនកាលគ្នាខុសមែនប៉ុន្តែពាក្យសម្ដីហ្នឹងវាសាហាវពេកវាធ្វើឲ្យគេស្អប់ទៅវិញអញ្ចឹងបានជាសម្ដីរបស់អ្នកប្រាជ្ញទី3ហ្នឹងរវិធីសាស្ត្រនិយាយយ៉ាងណាធ្វើឲ្យអ្នកនឹងទទួលយកបានឧទាហរណ៍ថាបុគ្គលិកធ្វើខុសនិយាយសម្រាលតិចទៅថាខ្ញុំពីដើមគឺខ្ញុំធ្លាប់ធ្វើខុសដែរអាកន្លែងហ្នឹងធ្វើចេះវិញបានត្រូវហើយដល់អញ្ចឹងគ្នាវាស្រាលគ្នាវាទទួលកំហុសទាំងសប្បាយចិត្តថាអូមិនមែនខុសតែអញណាមេអញក៏ធ្លាប់ធ្វើខុសអបច្ចេកទេសក្នុងការនិយាយស្ដីឲ្យគេឲ្យគេនៅតែទទួលយកបានហ្នឹងពិបាកមែនតើអាហ្នឹងទី3និយាយពាក្យសម្ដីដែលអាចទទួលយកបានហ្នឹងទី4និយាយតាមកលៈទេសៈពេលណាគួរនិយាយគ្នាកំពុងហត់មកពីធ្វើការស្រាប់តែឯងលាងប្រពន្ធដាក់ម៉ាំងអត់សួរហេតុផលគ្នាមកយឺតវាស្ទះចរាចរណ៍អីចឹងទៅឧទាហរណ៍ឲ្យគ្នាធ្វើការហត់ដាក់ទៅវាទទួលយកអត់បានទេទី5ហ្នឹងហើយនិយាយហ្នឹងដោយចិត្តមេត្តានិយាយចង់ឲ្យគេបានល្អចង់ឲ្យគេបានប្រសើរចង់ឲ្យគេបានខ្ពង់ខ្ពស់អត់មាននិយាយឌឺដងនិយាយចាក់ដោតឲ្យគេឈឺចាប់ដោយសារពាក្យសម្ដីរបស់យើងឯងឥឡូវសម្ដីអ្នកប្រាជ្ញមាន5ហ្នឹងនិយាយពោលពាក្យពិតពាក្យមានប្រយោជន៍និយាយពាក្យណាដែលគួរស្ដាប់អាចទទួលយកបានហើយនិយាយតាមកលៈទេសៈហើយនិយាយដោយចិត្តមេត្តាហ្នឹងវាចង់ឲ្យសម្ដីរបស់យើងខ្លាយទៅជាសម្ដីអ្នកប្រាជ្ញត្រូវអនុវត្តតាមគោលការណ៍ទាំង5ហ្នឹងអរគុណច្រើនក្នុងโลกនេះមានរឿងច្រើនណាស់ដែលយើងប្រហែលជាគ្មានពេលគ្រប់គ្រាន់ដើម្បីដឹងរឿងទាំងអស់ហ្នឹងឯងអញ្ចឹងតើឆ្លាតតិចថាយើងដឹងរឿងណាដែលមានប្រយោជន៍ដែលធ្វើឲ្យចិត្តរបស់យើងនឹងរីករាយបើមិនអញ្ចឹងទេយើងមានទុកច្រើនណាស់អ្នកខ្លះទៅឆោតដូចថាខ្លួនឯងភ័យអីទៅមើលរឿងខ្មោច
រឿងកាប់រឿងចាក់រឿងអាករឿងធ្វើបាបហើយដល់ចឹងវាធ្វើឲ្យចិត្តហ្នឹងរឹតតែភ័យរន្ធត់ហើយហ្នឹងវាមានអីចំណៃល្អសម្រាប់ផ្លូវចិត្តវាធ្វើឲ្យយើងហ្នឹងតក់ស្លុតកាន់តែខ្លាំងឡើងអញ្ចឹងតើតែយើងអាចរកចំណៃល្អកុំឲ្យខួរក្បាលយើងនឹងคล้ายទៅជាធុងសម្រាមដើរតែសំរឿងអាគេឆ្លោះគ្នាអាគេជេរគ្នាអាគេស្អប់គ្នាអាគេចាក់ចុចគ្នាអារឿងគេអត់ប្រយោជន៍សោះហ្នឹងជួនកាលយកមកធ្វើឲ្យខ្លួនឯងក្តៅក្រហាយជួនកាលទៅមើល comment ក្នុង Facebook ហ្នឹងគេជេរដល់ណាហើយប្រឹងជេរគេទៀតដែរហើយហ្នឹងវាក្តៅទាំងយើងវាក្តៅទាំងគេវាក្តៅទាំង Facebook ហ្នឹងទៀតវាคล้ายទៅជាវាល Facebook ហ្នឹងវាคล้ายទៅជាវាលសម្រាមហើយក៏វាមានកំណប់ពេចនៅនឹងដែរប៉ុន្តែភាគច្រើនគឺថាឃើញវាលសម្រាមហ្នឹងច្រើនណាស់អញ្ចឹងតើឡាយើងឆ្លាតកុំឲ្យដើរប្រមូលសម្រាមវាជាប់មេរោគមកជាមួយតើយើងរើសមើលរបស់ណាជាមាសជាពេជ្រជារបស់មានតម្លៃចាំយកមកទុកដាក់នៅក្នុងចិត្តរបស់យើងដូចគ្នានឹងកម្មវិធីក្នុងទូរទស្សន៍ក្នុងកម្មវិធីក្នុងវិទ្យុឬក៏នៅក្នុងអ៊ីនធឺណិតផ្សេងបើយើងប្រមូលព័ត៌មានទិន្នន័យល្អមកទុកក្នុងចិត្តរបស់យើងធ្វើចិត្តរបស់យើងនឹងវារីករាយវាសប្បាយបើនៅក្នុងធម៌លោកហៅអារម្មណបច្ច័យនឹងមានន័យថាអារម្មណ៍ខាងក្រៅនឹងវាជាបច្ច័យនាំឲ្យចិត្តរបស់យើងនឹងសប្បាយរីករាយប៉ុន្តែបើអារម្មណ៍ដែលយើងរើសមកនឹងវាអាក្រក់ធ្វើឲ្យចិត្តរបស់យើងនឹងមួម៉ៅដែរអញ្ចឹងសំខាន់យើងត្រូវតែឆ្លាតជ្រើសរើសយកព័ត៌មានណាល្អសិភៅណាដែលមានការអប់រំកម្មវិធីណាដែលផ្ដល់ចំណេះដឹងបន្ថែមឬក៏និយាយជាមួយបុគ្គលណាដែលនាំឲ្យចម្រើនចិត្តអានឹងទើបធ្វើឲ្យជីវិតនឹងបានរីករាយហើយបានស្រស់ស្រាយហើយនឹងចម្រើនដោយកុសលធម៌គុណធម៌និងចំណេះដឹងហើយធ្វើឲ្យជីវិតនឹងមានសេចក្តីសុខច្រើនអរគុណច្រើនក្នុងទីខ្លឹមសារគួរយល់ដឹងខ្លីៗនឹងលើកយកគុណធម៌មួយគឺការអត់ធន់យកមកវិភាសារឿងរ៉ាវក្នុងជីវិតនេះមានច្រើនណាស់រឿងដែលគួរពេញចិត្តហ្នឹងក៏មានមិនពេញចិត្តហ្នឹងមិនក៏មានហើយជាធម្មជាតិនៃជីវិតរបស់មនុស្សម្នាក់ហ្នឹងមិនអាចជៀសផុតពីរឿងដែលមិនគួរពេញចិត្តរឿងដែលមិនល្អបានទេគេនិយាយដើមគេចាក់ចុចគេរករឿងឬក៏ថាខាតលៀបខាតយូរអីទាំងអស់ហ្នឹងអញ្ចឹងដើម្បីឲ្យជីវិតនឹងបានសុខនឹងយើងមិនអាចបដែតបដោយឲ្យចិត្តរបស់យើងនឹងលងទទួលយកតែរបស់ល្អហើយទាត់ចោលអ្វីដែលមិនល្អទេវាជារឿងមិនអាចទៅរួចទេសូម្បីតែព្រះអាទិត្យព្រះច័ន្ទក៏នៅមានគេទេដៀលបានអ្នកស្រែហៅស្រូវគេថាព្រះអាទិត្យរះថ្ងៃរះល្អណាស់អ្នកភ្នំពេញគេថាថ្ងៃក្តៅសឹងបែកក្បាលចឹងក្នុងជីវិតហ្នឹងទៅមានគុណធម៌មួយគឺសេចក្តីអត់ធន់ចំពោះពាក្យពេចន៍របស់អ្នកដទៃហ្នឹងគេនិយាយឌឺដងលើខ្សែលើយើងតិចតួចយ៉ាងណារឿងណាដែលយើងអាចបំភ្លេចចោលបានយើងអាចបំភ្លេចទៅហើយបើយើងចង់ឈ្នះកុំយកកំហឹងទៅឈ្នះបុគ្គលនឹងអីត្រូវយកភាពអត់ធន់ខន្តីមេត្តានៅក្នុងចិត្តពីព្រោះបើគេខ្លាំងគេខឹងគេមួម៉ៅគេដុតឆេះភ្លើងម្ដុំហើយយើងយកភ្លើងយកសាំងទៅចាក់ជាមួយបុគ្គលនឹងទៀតនាំឲ្យភ្លើងនឹងកាន់តែធំមិនអាចដោះស្រាយបញ្ហាបានទេអញ្ចឹងរឿងសំខាន់ណាស់ដែលយើងត្រូវចេះខន្តីអត់ធន់ហើយជាពិសេសក្នុងឋានៈជាអ្នកដឹកនាំគ្រួសារក្តីស្ថាប័នណាក្តីថាភាពខន្តីអត់ធន់នេះជារឿងខានមិនបានទេបើមិនសម្បូរដោយភាពខន្តីអត់ធន់នឹងទេធ្វើឲ្យសម្ដីវាចាឬក៏កាយវិការឬក៏ការសម្រេចចិត្តហ្នឹងមានគ្រោះថ្នាក់សម្រាប់ខ្លួនឯងនិងគ្រោះថ្នាក់សម្រាប់អ្នកនៅក្រោមបង្គាប់ហ្នឹងអញ្ចឹងបានជានៅក្នុងការសាងខ្លួនឲ្យបាន
ត្រាស់ជាពុទ្ធហ្នឹងព្រះអង្គក៏មានបារមីមួយគឺខន្តីបារមីហើយនៅក្នុងទស្សពុទ្ធរាជធម៌ហ្នឹងក៏ត្រូវមានអវិហិង្សាមានខន្តីមានការមិនចងកំហឹងទុកនឹងឯងហើយរឿងនេះមិនអាចធ្វើមួយថ្ងៃបានទេរឿងខន្តីអត់ធន់នេះត្រូវការព្យាយាមសង្កត់ចិត្តរលឹករឿយទៅតាមដានចិត្តខ្លួនឯងហ្នឹងកុំឲ្យវាលង់នៅក្នុងអំណាចនៃកំហឹងឆេវឆាវជួនកាលវាអាចសម្រេចកិច្ចការបានខ្លះដែរប៉ុន្តែលទ្ធផលមិនសូវជាបានល្អហើយច្រើនតែមានភាពវិបដិសារីក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងអញ្ចឹងវាជារឿងកិច្ចការងាររបស់យើងផ្ទាល់ខ្លួនជាការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗក្នុងការរៀនអប់រំទទួលរឿងល្អរឿងមិនល្អដែលកើតឡើងក្នុងជីវិតហ្នឹងពេលខ្លះរឿងខ្លះហើយយើងអាចបំភ្លេចចោលក៏សឹងតែបានដែរឧបមាវាដូចជាថាសម្រាមបើវានៅក្នុងផ្ទះសម្បែងយើងបោះចេញទៅហើយយ៉ាងណារឿងនៅក្នុងជីវិតហ្នឹងក៏អញ្ចឹងដែររឿងណាអាក្រក់ពិបាកគិតទៅស្មុគស្មាញពាក្យគេឌឺដងធ្វើឲ្យយើងឈឺចាប់យើងអាចបំភ្លេចចោលខ្លះទៅពីព្រោះវានាំតែកើតក្តីក្តៅក្រហាយដល់យើងឯងត្រូវតែឆ្លាតវាងវៃបញ្ញាសន្សំនៅក្នុងចិត្តឲ្យបានរឿយទើបជីវិតហ្នឹងវាបរិបូរដោយសេចក្តីសុខហើយអ្នកដែលច្រើនដោយខន្តីអត់ធន់គឺជាមនុស្សដែលមាននៅគុណធម៌ដ៏ខ្ពង់ខ្ពស់ហើយជាទីស្រឡាញ់ជាទីពេញចិត្តនៃមនុស្សទេវតាអ្នកនៅជុំវិញខ្លួនក្រមអង្គវាទាំងអស់គឺថាស្រឡាញ់ចូលចិត្តណាស់ដោយសារបុគ្គលហ្នឹងជាមនុស្សបរិបូរដោយភាពត្រជាក់ត្រជុំនៅក្នុងចិត្តហើយផ្សាយភាពត្រជាក់ត្រជុំហ្នឹងដល់អ្នកដទៃនៅជុំវិញខ្លួនយើងទៀតអញ្ចឹងជារឿងមួយដែលយើងត្រូវសាងសង់ក្នុងជីវិតហ្នឹងឲ្យបានកាន់តែច្រើនកាន់តែល្អមែនបានន័យថាយើងឲ្យគេជិះជាន់រហូតមិនតស៊ូទេយើងតស៊ូព្យាយាមតវ៉ាប៉ុន្តែឲ្យតស៊ូព្យាយាមតវ៉ាក្នុងនៃមិនមានការខឹងក្រោធតបទៅវិញទេអញ្ចឹងសូមញាតិញោមកណាទាំងអស់បានប្រកបដោយសេចក្តីសុខចម្រើនដោយខន្តីសូមអនុមោទនាយើងធ្វើបន់តាមអ្វីដែលយើងមានណាញាតិញោមបើយើងមានបាយទឹកយើងជូនបាយទឹកគេហូបសំបន់មួយមានកម្លាំងកំហែងរឹងមាំបើយើងមានសម្ពុតខោអាវជូនសម្ពុតខោអាវគេដាំពូជមានរូបស្អាតពីកំណើតបាច់បាក់លាបលេច្រើនណាស់ហើយបើអ្នកឲ្យភ្លើងគេប្រទីបអីឬសូឡាអីហ្នឹងអ្នកនឹងដាំពូជមានភ្នែកល្អភ្នែកទឹកទៀតផងហ្នឹងហើយមានរឿងអីគឺដឹងបដ ாய் ហ្នឹងណាហើយនឹងបើអ្នកឲ្យយានជំនិះគេឧទាហរណ៍ថាមានកង់មានម៉ូតូមានកង់3បើមានលទ្ធភាពរឡានរអីជូនម្ដាយជូនអ្នកដែលគេត្រូវការឬក៏សម្រាប់ប្រសង់ប្រើប្រាស់អីចឹងណាឬក៏យ៉ាងហោចត្រឹមមកជូនគេទៅពេទ្យជូនគេទៅនេះទៅនោះហ្នឹងក៏បានបន់ច្រើនដែរនៅក្នុងធម៌ថាយានតោសុខតោហោតិអ្នកឲ្យយានឈ្មោះថាឲ្យសេចក្តីសុខហើយបើអ្នកមានទ្រព្យធ្វើសាលាធ្វើពហិធ្វើផ្ទះជូនម្ដាយជូនអ្នកក្រីក្រធ្វើសាលារៀនធ្វើមន្ទីរពេទ្យបានបន់ច្រើនមែនតែនបដ ாய் នៅក្នុងធម៌ថាអ្នកដែលឲ្យទីសេនាសនៈជាទានឈ្មោះថាឲ្យរបស់គ្រប់យ៉ាងអញ្ចឹងបើមានទ្រព្យមានលុយមានកាក់អាចធ្វើបានធ្វើព្រោះអានឹងបានអីត្រឡប់មកវិញបានបន់ហើយបានបន់ហ្នឹងបន់ថ្នាក់សេនាសនៈទាននេះជួយការពាររបោមូសខ្យល់កម្ដៅថ្ងៃភ្លៀងផ្គរអីមិនអញ្ចឹងណាទាំងអស់គ្នាណាហើយបន់ហ្នឹងវាជួយយើងទ្របរបស់ខាងក្រៅអាហ្នឹងវាជួយយើងពីខាងក្រៅប៉ុន្តែបន់នេះធ្វើឲ្យមនុស្សយើងខុសប្លែកពីគេទៅណាមកណាហើយខ្មែរយើងយកចិត្តហៅអីគេហៅមនុស្សមានអំណោយទានណាធ្លាប់ឮទេទាំងអស់គ្នាខាងចិនគេហៅមានហុងស៊ុយហ្នឹងហើយបើក្នុងធម៌ថាមានរាសីខ្ពស់
ហើយអាហ្នឹងវាអត់អាចសុំពីគេបានហ្មងវាត្រូវមានបុណ្យក្នុងចិត្តខ្លួនឯងហ្មងហើយមនុស្សដែលមានបុណ្យហ្នឹងវាទៅជាគេស្រឡាញ់គេចូលចិត្តគេអាណិតមានអីបន្តិចបន្តួចនិយាយមកគេចេះឈូចេះឆមកជួយបដ ாய் ហើយបើអ្នកអត់បុណ្យវិញស្មាត់ទោសទៅងើគេធុញទៀតណាមែនទេតើណាយើងធ្វើបុណ្យតាមអ្វីដែលយើងមានណាបើយើងមានបាយទឹកយើងជូនបាយទឹកគេហូបសំបុណ្យមួយមានកម្លាំងកំហែងរឹងមាំបើយើងមានសម្ពុតខោអាវជូនសម្ពុតខោអាវគេដាំពូជមានរូបស្អាតពីកំណើតបាច់បាក់លាបលេច្រើនណាស់ហើយបើអ្នកឲ្យភ្លើងគេប្រទីបអីឬសូឡាអីហ្នឹងអ្នកនឹងដាំពូជមានភ្នែកល្អភ្នែកទឹកទៀតផងហ្នឹងហើយមានរឿងអីគឺដឹងបដ ாய் ហ្នឹងណាហើយនឹងបើអ្នកឲ្យយានជំនិះគេឧទាហរណ៍ថាមានកង់មានម៉ូតូមានកង់3បើមានលទ្ធភាពរឡានរអីជូនម្ដាយជូនអ្នកដែលគេត្រូវការឬក៏សម្រាប់ប្រសង់ប្រើប្រាស់អីចឹងណាឬក៏យ៉ាងហោចត្រឹមមកជូនគេទៅពេទ្យជូនគេទៅនេះទៅនោះហ្នឹងក៏បានបន់ច្រើនដែរនៅក្នុងធម៌ថាយានតោសុខតោហោតិអ្នកឲ្យយានឈ្មោះថាឲ្យសេចក្តីសុខហើយបើអ្នកមានទ្រព្យធ្វើសាលាធ្វើពហិយធ្វើផ្ទះជូនម្ដាយជូនអ្នកក្រីក្រធ្វើសាលារៀនធ្វើមន្ទីរពេទ្យអូបានបន់ច្រើនមែនតែនបដ ாய் នៅក្នុងធម៌ថាអ្នកដែលឲ្យទីសេនាសនៈជាទានឈ្មោះថាឲ្យរបស់គ្រប់យ៉ាងអញ្ចឹងបើមានទ្រព្យមានលុយមានកាក់អាចធ្វើបានធ្វើព្រោះអានឹងបានអីត្រឡប់មកវិញបានបន់ហើយបានបន់ហ្នឹងបន់ថ្នាក់សេនាសនៈទាននេះជួយការពាររបោមូសខ្យល់កម្ដៅថ្ងៃភ្លៀងផ្គរអីមិនចឹងណាទាំងអស់គ្នាណាហើយបន់ហ្នឹងវាជួយយើងទ្របរបស់ខាងក្រៅអាហ្នឹងវាជួយយើងពីខាងក្រៅប៉ុន្តែបន់នេះធ្វើឲ្យមនុស្សយើងខុសប្លែកពីគេទៅណាមកណាហើយខ្មែរយើងយកចិត្តហៅអីគេហៅមនុស្សមានអំណោយទានធ្លាប់ឮទាំងអស់គ្នាខាងចិនគេហៅមានហុងស៊ុយហ្នឹងហើយបើក្នុងធម៌ថាមានរាសីខ្ពស់ហើយអាហ្នឹងវាអត់អាចសុំពីគេបានហ្មងវាត្រូវមានបុណ្យក្នុងចិត្តខ្លួនឯងហ្មងហើយមនុស្សដែលមានបុណ្យហ្នឹងវាទៅជាគេស្រឡាញ់គេចូលចិត្តគេអាណិតមានអីបន្តិចបន្តួចនិយាយមកគេចេះឈូចេះឆមកជួយបដ ாய் ហើយបើអ្នកអត់បុណ្យវិញស្មាត់ទោសទៅងើគេធុញទៀតណាមែនទេតើណាបើកូនណាល្វាងឧស្សាហ៍ព្យាយាមកូនអ្នកមានបុណ្យហើយបុណ្យហ្នឹងអត់រត់ចោលយើងទេឧទាហរណ៍ថាយើងប្រឹងប្រែងតស៊ូព្យាយាមកូនហ្នឹងមនុស្សល្អទេវតាមនុស្សស្រឡាញ់ថែអាសាជួយហ្មងហើយបើខ្ជិលអញពឹងឯងបានទេមើលទៅមិនបាច់ទេវតាណាមកដាក់ទនាយទេចឹងក៏ណាប៉ុន្តែបើថាកូននឹងល្អត្រឹមត្រូវចេះដឹងទុកតរៈម៉ែអើយអញពឹងវាឲ្យមើលទៅឬថាអ្នកនៅក្បែរហ្នឹងដឹងជាងដឹងច្បាស់ជាងគេទៀតហើយយើងសាងពូជអញ្ចឹងដល់ពេលកូនចៅយើងមកក៏ធ្វើអញ្ចឹងដាក់យើងវិញដែរអញ្ចឹងក៏ណាហ្នឹងហើយអាត្មាធ្លាប់នៅពីក្មេងក៏អាយុប៉ុន្មានដែរ15ណែវ័យប៉ុណ្ណេះនៅកំពុងរៀងពិបាកបន្តិចប៉ុន្តែអាត្មាកាលពីអាយុប៉ុណ្ណឹងម្ដាយអាសាបើកធរឲ្យស្ដាប់ពីដើមយើងមិនសូវមានសម្បូរធរណាយើងបើកតែប៉ុស្តិ៍វិទ្យុតែមែនញោមណាហើយស្ដាប់ទៅដំបងអន់ចិត្តរឿងយើងកូនអ្នកស្រែត្រូវមើលគោច្រូតស្មៅអូវេទនាក្តៅផងអីផងប៉ុន្តែដល់ពេលស្ដាប់ទៅគិតថាគិតទៅម៉ែឪខំចំយើងហត់នឿយណាតាំងពីទូចមកប្រហែល10ឆ្នាំហើយឥឡូវយើងមិនទាន់បានសងគុណគាត់អីផងហ្នឹងហើយយើងគិតតែពីទៀមទាមែនទេបងប្អូនណាហើយបើទៀមទាមិនបានខឹងគាត់ទៀតតូចចិត្ត
เปรียบเทียบโฮมือไม้เกจะเกณฑ์ในเกณฑ์เนี่ยซาเขียนเมียนหมดโตจีเขียนเมียนไอ้จีกองกระจาอดตังเมียนโยมปีดามเขียนจีกองกระจาได้cái đi làm mô à nhiều mày này nó sọc xẻ nó ọtตังเมียนđi làm mô đạp chi lẹ của lúc giúp tư hiền ơi đạp về đạp thò tới vô lớn tôi pi dương on chất dương hiện kết hạ lớn thông ban đăng ai dương chui ấy mai bàn đồ chẳng phải nhá hay là chắc cầm nít nâng tay chỉ cầm nít bon mình con vô lấy bơ cầm nít muốn cầm nít ba cầm nít tội chặt nàng đập về chẳng chặt đá tha anh từ thư ca đi má lụa tình sở canh có đặt có giờ từ lụa nộp xa ở bên ấy mẹ đối với mẹ con đối với vẫn là nông chặt nâng tăng chặt thật thứ mấy đầm bay chui sầm ra ca làm bạ bà mà đài bà bốc vô tham áp bông ôn bùm buồn nè tròn nè nhô chẳng thấy chui bầm chẳng thế thứ mấy bờ bông ôn tròn chẳng anh nâng cái hai thằng bon nó vậy thì mình lược luôn ai với con phân này vậy thà lấy dương cao chìm mà nu mà hai bon dương miên bản nắng dương cao mùi mai dương nâng bởi dương miên bon chở nó cao côn mà ha sẽ thấy bà rồi mình mà nơi mùi mai dương nâng tê vẫn là lấy dương thứ mình bon dương miên bản nắng hay côn mai ấy đây không mấy giống không vậy không mưa thài chầm chẳng ngọt chẳng hùa mỏm bàn bản nắng hay côn khá mưa khơi từ mưa tuột quạt mình mà nó nhôm nè tới chắp cầm hầu hai đây và cao nhôm hai mình miền ấy nhôm chăm nhôm trắng đấy về miền ý cồn khá má cu ơi nước mình khơi nhá nhìn nhôm á cồn nó từ đăng mài từ đăng ta hai đấy ban và cao nhôm màu nhôm ăn miền sông một cao nè mấy cô một và cao nhôm màu đăng là cá nhìn nhôm mà hơi là cá đầy ảo đấy đôi tham mình nữ không vương ở ngất chân bắt đói á đôi thật cô nâng cao máu với mình thử miên tất cả tôi khó thử mà nó nhiên nhô vườn hẹo đi nụ chân tới quát và bá đăng thơ mấy tới bắt đăng là ca bình đời nâng mình nữ ọt miên mà tật thẹ cả tay nhu ấy so tới đó đời chân là ca kê bị vô phép tất chất là phục mà đai ấy dương thơ mệnh miên bên nào từ tục viên vọt là song xa nâng ba nói nhiên nhôm đó là ngài dương mình cao mũi máy nó có tới cao trên mũi máy nam si này mà nói chẳng nhiên nhôm đó hay dương từ một tô bị nà vừa căm vừa rùi mọi vừa còn chẳng một tình